បងម្ដាយឯងធ្វើជាអ្នកចំអះទឹកសັບយូរហើយនៅយូរហើយតាំងពីខ្ញុំនៅតូចឯងអត់ខ្លាចទេឯសារីឯងតាមម្ដាយទៅចំអះទឹកសັບរាល់ថ្ងៃមែនអត់និយាយទៅម៉ែវាពិតមែនអត់ដែលមនុស្សស្លាប់តែហៅនឹងត្រឡប់មកផ្ទះវិញតាំងពីពួកយើងមករស់នៅទីនេះមានអារម្មណ៍ថាដូចជាមានរឿងចម្លែកជាច្រើនបានកើតឡើងនៅក្នុងផ្ទះជាពិសេសគឺនាមីហ្វារីដារឿងទាំងអស់មកពីម៉ែមែនទេតែអ្នកបានអ្វីដែលត្រូវការហើយតើរួមទាំងវ៉ានូយើងគ្មានបញ្ហាជាមួយនឹងនាងទេតែយើងមានជាមួយនាងនោះចង់ដឹងថានាងជំពាក់យើងប្រមាណណាឯងមិនឃើញទេអីឡាត្រីគេយកឡូត្រីទៅបញ្ចុះហើយចេញទៅគុំទៅមកឲ្យបោនេះ